Giúp số lực rú chung chmua rôm tà lá hay ông ngày nấy nhưng mau presentation MP web design project đài web design nâng cứ thua MP gaming accessory và mình chmua tháp lê vài anh ấy cứ chia content table và dân mình được chia introduction project planning tool design nâng feature testing nâng result future improvement hay nâng conclusion thì mỗi cứ introduction mỗi là hai đại dương và các project này láng cứមាន problem ដូចជា gamer គឺពិបាកនឹងស្វែងរកឧបករណ៍ហាងលក់ឧបករណ៍ game ណាដែលមាន performance ខ្ពស់ហើយគោលបំណងរបស់យើងគឺបង្កើត website ដែលមាន responsive ហើយឲ្យ user ទទួលបាន experience ដ៏ល្អមួយហើយនឹង experience ដែលប្រើ website លឿនហើយនឹងមួយចុងក្រោយគឺឲ្យ use provide product សំខាន់ព័ត៌មានហើយនឹង support customer ហើយ target customer យើងមានដូចជា console និង PC gamer ក៏ដូចជាអ្នក online shopper ដែលស្វែងរកឧបករណ៍ game ចំណុចទី2នោះគឺ project planning ហើយនិង tool ដែលយើងប្រើដើម្បីបង្កើត website នោះមានដូចជា Figma សម្រាប់ design UX UI Builder.io សម្រាប់ជួយ convert Figma ទៅជា code HTML CSS និង JavaScript សម្រាប់ front end development ហើយនឹងចុងក្រោយនោះគឺ VS Code សម្រាប់ edit code ហើយ website របស់យើងនឹងមាន site structure ដូចជា home page shop brand card ហើយនឹង about us ចូលដល់ចំណុចទី3គឺ design និង feature ទី1នោះគឺ navigation bar យើងប្រើ hamburger menu គឺសម្រាប់ទូរស័ព្ទទី2គឺ list feature គឺ product របស់យើងហ្នឹងគឺមានរូបភាពតម្លៃហើយនិងប៊ូតុងដើម្បី add ទៅ cart ហើយចំណុចទី3នោះគឺ simple style image គឺយើងរូបភាពរបស់ product របស់យើងមួយគឺជាចលកោនកែងដែលវាមើលទៅឆាប់ដឹងថាវាជាអ្វីហើយចំណុចតគឺ card system គឺប៊ូតុង card system របស់យើងនៅពេលដែលចុចទៅវានឹង update card ហើយ card នោះនៅក្នុង card គឺវាគណនាតម្លៃហើយក៏យើងអាច add ហើយនឹង remove ផងដែរហើយចំណុចចុងក្រោយគឺ responsive design គឺ website របស់យើងហ្នឹងគឺបង្កើតឡើងដែលអាចឲ្យ desktop ហើយនិង mobile screen ប្រើប្រាស់បានចូលដល់ចំណុចទី4នោះគឺ testing និង result នេះគឺជា result ខ្លះរបស់website របស់យើងចូលដល់ចំណុចទី5នោះគឺ future improvement គឺពេលទៅមុខទៀតគឺយើងចង់ឲ្យ user មាន review ហើយនិង rating integrate payment និង card system អាចឲ្យ user គឺយើងអាច add product search ហើយនិង filter អាចឲ្យមាន dark mode ហើយនឹងចុងក្រោយនោះគឺអាចឲ្យឲ្យ website របស់យើងនឹងអាច search រក product បានចុងក្រោយនោះគឺ conclusion ដែល website របស់យើងនឹងគឺធ្វើតម្រូវឲ្យ customer របស់យើងទទួលបាន experience ថ្មីមួយក្នុងការស្វែងរកឧបករណ៍ game ចូលដល់ចំណុចចុងក្រោយនោះគឺ demo របស់យើងគឺ website របស់យើងចូលមកមុនដំបូងគឺជា home page ដែល home page នោះមានដូចជា top sale highlight ហើយនិង best feature ហើយ shop នេះគឺសម្រាប់ប្រភេទឧបករណ៍ game ដូចជាមាន controller console mouse headset ជាដើមហើយ brand គឺសម្រាប់ brand នីមួយមានដូចជា Xbox PlayStation ទៅចឹង
ហើយ about us នេះគឺគ្រាន់តែជាព័ត៌មានខ្លះៗរបស់ website របស់យើងហើយមួយទៀតគឺ card នៅពេលដែលយើងអត់ទាន់បាន add item អីទេគឺវាអត់មាន item អីនៅលើហ្នឹងទេហើយឥឡូវយើងសារ add item ចូលពេលយើងចុច add item ទៅវានឹង load ថា add to cart ហើយបន្ទាប់មកពេលយើងមើលក្នុង cart របស់យើងគឺយើងឃើញ item ហ្នឹងក៏ដូចជាតម្លៃផងដែរហើយវាក៏បានគណនាតម្លៃឲ្យផងដែរបើយើងក៏អាច add ហើយនឹង remove ចេញផងបានដែរហើយនឹងចុងក្រោយគេនោះគឺ responsive ហើយ responsive សម្រាប់ទូរស័ព្ទគឺមានរូបរាងបែបនេះគឺវាដំណើរការគ្រប់ page ហើយនឹងចំណុចចុងក្រោយនោះគឺ login ហើយនឹង sign in គឺ login របស់យើងគឺមានរូបរាងបែបនេះហើយនឹង sign in មានសួរ email name password និង confirm password ហើយការ presentation របស់ខ្ញុំបានចប់ហើយអរគុណលោកគ្រូសម្រាប់ការស្ដាប់របស់លោកគ្រូ